ចាសួស្តីបងប្អូនឃើញអីខ្ញុំចម្លែកអត់ចានឹងគេហៅសัตว์អីគេបងប្អូនក៏ឃើញដល់វីដេអូអ្នកខ្លះក៏ស្គាល់អ្នកខ្លះក៏អត់ស្គាល់ចឹងណាមើលទៅវាធំពេកចាចម្លែកភ្នែកចាថ្ងៃហ្នឹងទៅនេះនៅខាងខេត្តបន្ទាយមានជ័យរបស់យើងនឹងឯងនៅកសិដ្ឋានកវីណាចានៅខាងភ្នែតណាចាបងប្អូនអត់ឆ្ងាយទេនៅខាងភ្នែតខេត្តបន្ទាយមានជ័យចានៅក្នុងហ្នឹងក៏មានកសិដ្ឋានគាត់ហ្នឹងគឺមានចិញ្ចឹមមិនខ្មៅមិនមង្គលអីចឹងទៅចាមិនពូជខ្មៅសុតបដ ாய் ណាចាខ្ញុំអត់ចាប់អារម្មណ៍រឿងមិនអីទេថ្ងៃហ្នឹងចាសំខាន់បំផុតខ្ញុំបដោតទៅដល់លើមានចាប់អារម្មណ៍អីទេគឺចាប់អារម្មណ៍ពួកកណ្ដុលរស័យនេះចាធំល្អខ្ជូតគួរឲ្យស្រឡាញ់ណាបងប្អូននេះក៏ទៅដល់ភ្លាមចាទៅដល់ភ្លាមបងប្អូនធំណាស់ចាមួយក៏បងប្អូនដឹងអត់ថាមួយនឹងប៉ុន្មានចាមួយនឹងគឺ4គីឡូទៅ5គីឡូហើយគាត់តែកូនវា1គីឡូបាត់ហើយបងប្អូនអើយចាក៏ចូលទៅគួរឲ្យស្រឡាញ់ចាកដុលចាទូគេវៀងគឹមទៅតែមួយនឹងគេអើតមកគេឃ្លានចំណៃណាគេយំញីកអីចឹងទៅចានឹងដេកលក់អីចឹងទៅចាចំណៃរបស់វាមានអីច្រើនទេបងប្អូនអើយចាវាហូបតែរស័យហ្នឹងតែវាស៊ីរស័យចាថ្មិញវាអស់ចាប៉ុណ្ណាចាខ្លាំងខាងកាគេខាងហូបខាងស៊ីខាងអីបណ្ដោយបងប្អូនចាមិនមែននេះទេធម្មតាឯណារឿងថ្មិញរបស់វាមើលទៅឃើញពីប៉ះណាតែរឿងកាគេរឿងខំអីហ្នឹងគឺដាច់ដេកលើចឹងហើយគឺឆាមុតអស់ទៅម្ដងចារស័យគឺឬសិតតែគល់រស័យបណ្ដោយបងប្អូនចាចំណៃរបស់វាមានរស័យមានអីចឹងទៅចានេះឃើញទេរស័យដុំហ្នឹងគឺជាចំណៃរបស់វាខាងកាគេនេះកូនរបស់វាណាបងប្អូនណា1គីឡូអើយខ្ជូតគួរឲ្យស្រឡាញ់ចាមើលទៅមិនមែនដូចកូនកដោទេបងប្អូនណែឃើញទេចាឃើញយើងមើលទៅទូចទេចាប់មកណាហ្នឹងដែលខ្ញុំចាប់នៅហ្នឹងមិន1គីឡូឬ2គីឡូទេណាបងប្អូនចាជិតចូល5គីឡូអាហ្នឹង5គីឡូបងប្អូនចានេះចាភាគច្រើនគឺឈ្មោលទេចាភាគច្រើនគឺឈ្មោលចាបងប្អូនណាចង់ដឹងចង់លឺហើយចង់ស្គាល់ទេណាអាចទៅមើលបាននៅក្នុងកសិដ្ឋានកវីចាគាត់មានលក់មានអីចឹងទៅចាអ្នកណាចង់តាកតងអីយកទៅចិញ្ចឹមឬខ្ជូតអីនៅផ្ទះឬអីចឹងណាចាអាចតាកតងគេបានចានោះអត់ឆ្ងាយទេនៅភ្នែកនៅខេត្តបន្ទាយមានជ័យយើងឯងនោះគួរឲ្យស្រឡាញ់ណាចាកូនខ្ញុំចាប់បានចានេះចាវាស្លូតទេវាអត់កាយទេតែពុបអីចឹងទៅចាចំណីរបស់វាអាចញ៉ាំបានពោតអាចញ៉ាំបានដលងអីចឹងទៅចាបើសំខាន់បំផុតរាល់ថ្ងៃហ្នឹងគឺឲ្យតែគល់រស័យនឹងឯងរស័យរឹងបងប្អូនអើយចាគួរឲ្យស្រឡាញ់ខ្ជូតណាកដោខ្ញុំមិនមែនហៅកណ្ដោនេះទេណាក៏រស័យកដោអីទេកណ្ដោយៈបណ្ដោយបងប្អូនចាបើយើងឃើញផ្ទាល់ធំចាដល់បើឲ្យគីវាអញ្ចឹងនោះកណ្ដុលបងប្អូនឲ្យមើលឃើញអាហ្នឹងកូនណា1គីឡូជាងបាត់ហើយហ្នឹងកូនវាណាទៅមើលគួរឲ្យខ្នាញ់គួរឲ្យខ្ជូតយ៉ាងនេះលោកអើយលោកចាមានច្រើនណាបងប្អូនណានេះមានមីបដើកូនបដើអីចឹងទៅចាមួយឆ្នាំវាកូនអន្តតែ2ដងទេចាពួកកដោនេះណាបងប្អូននេះគួរឲ្យស្រឡាញ់មាននិយាយលេងនិយាយសើចទេគួរឲ្យខ្នាញ់មែនពេលយើងឃើញផ្ទាល់បងប្អូនមិនមែនដូចយើងឃើញតាមចឹងទេណា